សូមជម្រាបសួរនិងសួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជាទីគោរពសូមស្វាគមន៍មកកាន់ podcast ជីវិតនិងការសិក្សាជាថ្មីម្ដងទៀតដែលក្នុង podcast នេះយើងនឹងនិយាយអំពីជីវិតនិងភាពជោគជ័យហើយ podcast នេះផងដែរត្រូវបានបង្កើតឡើងដើម្បីជាជំនួយមួយផ្នែកដល់បងប្អូនក្នុងការជួយខ្លួនឯងឲ្យកាន់តែមានទំនុកចិត្តក្តីសង្ឃឹមនិងភាពរីកចម្រើនក្នុងជីវិតជាងមុនថ្ងៃនេះយើងនឹងលើកយកនៅអេពីសូតទី2ដែលយើងនឹងនិយាយអំពីប្រធានបទថ្មីមួយទៀតមកនិទានជូនបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាទទួលសន្តាប់ក្រោយសម្រាប់ពីការងារការសិក្សានិងការប្រកបរបររកស៊ីប្រចាំថ្ងៃផ្សេងៗផងដែរហើយប្រធានបទក្នុងថ្ងៃនេះមានចំណងជើងថាគំនិតដែលអាចលូតលាស់បានឬយើងអាចហៅម្យ៉ាងទៀតបានថាគំនិតដែលមានការអភិវឌ្ឍទៅមុខជានិច្ចតែនៅក្នុងភាសាអង់គ្លេសត្រូវបានហៅថា growth mindset ជាមួយនឹងប្រធានបទនេះយើងមានសំណួរមួយថាតើពេលដែលជួបវិបត្តិយើងគួរតែប្រើគំនិតបែបណាដើម្បីប្រឈមមុខជាមួយនឹងបញ្ហាឬវិបត្តិទាំងនោះពេលនិយាយអំពីគំនិតយើងនឹងបែងចែកចេញជាពីរផ្នែកទី1គំនិតដែលមានការអភិវឌ្ឍនិងទី2គឺគំនិតដែលគ្មានការអភិវឌ្ឍហើយនៅក្នុងអេពីសូតនេះផងដែរយើងនឹងលើកយកតែពីគំនិតដែលមានការអភិវឌ្ឍមកធ្វើការឆ្លុះបញ្ចាំងនិងធ្វើការបកស្រាយតែប៉ុណ្ណោះនៅពេលដែលអ្នកជួបការបរាជ័យការបាក់ទឹកចិត្តតែអ្នកជឿទេថាអ្នកអាចនឹងមានវិធីជាច្រើនដើម្បីកែលម្អខ្លួនឯងឲ្យបានកាន់តែល្អប្រសើរជាងមុនមានមនុស្សជាច្រើនបានគិតថាសមត្ថភាពគឺជាអ្វីដែលបានកំណត់ទុកមកជាមុនហើយមិនអាចកែប្រែបាននោះទេប៉ុន្តែគំនិតបែបលូតលាស់នឹងជួយឲ្យយើងយល់ថាយើងអាចរៀនអមបាននិងអាចកែប្រែខ្លួនឯងឲ្យកាន់តែមានភាពរីកចម្រើនបានជានិច្ចនៅទីនេះខ្ញុំនឹងនិយាយអំពីរឿងរបស់សិស្សម្នាក់ឈ្មោះវិចិត្រដែលគាត់បាននឹងកំពុងសិក្សានៅសាលាមធ្យមសិក្សាមួយនៅពេលប្រឡងគាត់បានបន្ទុកទាបក្នុងផ្នែកគណិតវិទ្យាគាត់មានអារម្មណ៍ថាខ្លួនមិនស័ក្តិសមសម្រាប់រៀនមុខវិជ្ជាគណិតវិទ្យានោះទេប៉ុន្តែគ្រូម្នាក់បានបញ្យល់និងនិយាយប្រាប់គាត់ថាបន្ទុកមិនមែនជាការបញ្ជាក់ពីសមត្ថភាពរបស់អ្នកនោះទេវាជាចំណុចចាប់ផ្ដើមសម្រាប់ការកែលម្អវិចិត្របានស្ដាប់គ្រូដោយការត្រិះរិះហើយបានផ្លាស់ប្ដូរគំនិតរបស់ខ្លួនឯងគាត់បានចាប់ផ្ដើមហ្វឹកហាត់ក្នុងការធ្វើលំហាត់ជារៀងរាល់ថ្ងៃសួរបញ្ហានិងស្វែងយល់ពីកំហុសរបស់ខ្លួននៅឆ្នាំបន្ទាប់គាត់បានទទួលបន្ទុកខ្ពស់និងបានជាប់ជាសិស្សដើមក្នុងវិស័យគណិតវិទ្យាក្នុងរឿងមួយនេះបានបង្ហាញថាគំនិតលូតលាស់អាចផ្លាស់ប្ដូរជីវិតអ្នកបានវាជួយឲ្យយើងទទួលយកការបរាជ័យដែលជាផ្នែកនៃការរៀនសូត្រមិនមែនជាអ្វីដែលគួរឲ្យអៀនខ្មាស់និងត្រូវគេចវេះនោះទេជាឧទាហរណ៍មួយទៀតខ្ញុំនឹងលើកយកពីបញ្ហារបស់លោក Bill Gates ដែលលោកជាស្ថាបនិកក្រុមហ៊ុន Microsoft មកសិក្សានិងឆ្លុះបញ្ចាំងនៅទីនេះផងដែរនៅវ័យក្មេងគាត់មិនមែនជាសិស្សឆ្នើមនោះទេគាត់បានបរាជ័យក្នុងគម្រោងអាជីវកម្មដំបូងរបស់គាត់ប៉ុន្តែគាត់មានគំនិតបែបលូតលាស់និងបន្តការអភិវឌ្ឍខ្លួនគាត់ជានិច្ចគាត់បានរៀនពីកំហុសនិងបង្កើតអាជីវកម្មដែលផ្លាស់ប្ដូរពិភពលោកទាំងមូលតាមរយៈផ្នត់គំនិតបែបលូតលាស់របស់គាត់នេះឯងគាត់បាននិយាយថាយើងទាំងអស់គ្នាត្រូវការមនុស្សដែលនឹងផ្ដល់មតិយោបល់ឬជាព័ត៌មានត្រឡប់ដល់យើងវិញនេះជាវិធីដែលយើងអាចធ្វើឲ្យខ្លួនឯងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃតាមរយៈឧទាហរណ៍ទាំងពីរខាងលើនេះតើអ្នកបានរៀនសូត្រអ្វីខ្លះមានកត្តាមួយចំនួនដែលបងប្អូនប្រិយមិត្តអ្នកស្ដាប់អាចរៀនសូត្របាននោះគឺទី1គំនិតលូតលាស់នឹងជួយឲ្យយើងមិនបោះបង់នៅពេលដែលយើងជួបបញ្ហាទី2គំនិតលូតលាស់វាបានផ្ដល់អំណាចសម្រាប់ការរំលឹកខ្លួនឯងឲ្យមានការអភិវឌ្ឍនិងការរីកចម្រើនជាងមុនពីមួយថ្ងៃទៅមួយថ្ងៃទី3គំនិតលូតលាស់ជាកត្តាជំរុញសម្រាប់ការកែលម្អខ្លួនឯងឲ្យកាន់តែល្អប្រសើរជាប្រចាំផងដែរបងប្អូនប្រិយមិត្តនិងអ្នកស្ដាប់ជាទីគោរពខ្ញុំសូមឲ្យបងប្អូនចាំពាក្យមួយឃ្លានេះថា
ដែលលូតលាស់ជាគន្លងនាំទៅរកភាពជោគជ័យថ្ងៃនេះខ្ញុំមានសំណួរខ្លះសម្រាប់អ្នកទាំងអស់គ្នាក្នុងការពិចារណាតើអ្នកទាំងអស់គ្នាធ្លាប់បាក់ទឹកចិត្តក្នុងរឿងអ្វីមួយដែរឬទេបងប្អូនគិតថានឹងត្រូវបោះបង់ឲ្យឈប់បន្តទៅមុខទៀតត្រឹមនេះដែរឬទេចូលចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោមឬចែករំលែកជាមួយមិត្តភ័ក្តិរបស់អ្នកផ្សេងៗទៀតដោយផ្ទាល់ចូលចងចាំផងដែរថាអ្នកអាចជួយមនុស្សម្នាក់ឲ្យមានកម្លាំងចិត្តកាន់តែប្រសើរជាងមុនតាមរយៈការចែករំលែកដ៏តូចមួយក្នុងថ្ងៃនេះឈានដល់ទីបញ្ចប់ខ្ញុំសូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់ podcast ជីវិតនិងការសិក្សាហើយក៏សូមជូនពរអ្នកទាំងអស់គ្នាឲ្យកាន់តែរីកចម្រើននិងជោគជ័យជាចុងក្រោយសូមបងប្អូនប្រិយមិត្តចងចាំថាជីវិតមិនមែនជាការប្រកួតប្រជែងជាមួយអ្នកណានោះទេវាជាផ្លូវសម្រាប់ភាពរីកចម្រើននិងបន្តដំណើរទៅមុខជានិច្ចជួបគ្នាថ្ងៃក្រោយក្នុងអេពីសូតទី3ដែលនឹងមានប្រធានបទល្អៗនិងថ្មីៗជាច្រើនបន្តទៀតសូមឲ្យអ្នកទាំងអស់គ្នាមានកម្លាំងចិត្តនិងជំនឿលើខ្លួនឯងជានិច្ចសូមអរគុណ